អ៊ុយក្រែនចង់បានសន្តិភាពតែសេឡិនស្គីថានឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្មានប្រសិទ្ធភាពជាដាច់ខាតរដ្ឋធានីគីវប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយទៅកាន់ប្រជាជននាឱកាសចូលឆ្នាំថ្មីកាលពីល្ងាចថ្ងៃពុធទី31ខែធ្នូថាអ៊ុយក្រែនចង់ឲ្យសង្គ្រាមបញ្ចប់ប៉ុន្តែលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលគ្មានប្រសិទ្ធភាពដោយគ្រាន់តែអូសបន្លាយសង្គ្រាមនោះទេលោក Zelensky បាននិយាយថាប្រជាជនអ៊ុយក្រែនបាននឹងកំពុងហាលក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងវេទនាជិត4ឆ្នាំហើយពលគឺយូរជាងសង្គ្រាមលោកលើកទី2របស់អាល្លឺម៉ង់ដែលកាន់កាប់ទីក្រុងជាច្រើនរបស់អ៊ុយក្រែនទៅទៀតលោក Zelensky បានសង្កត់ធ្ងន់ទៀតថាតើអ៊ុយក្រែនចង់បានអ្វីសន្តិភាពបាទទោះក្នុងតម្លៃណាក៏ដោយទេយើងចង់បានបញ្ចប់សង្គ្រាមប៉ុន្តែមិនមែនការបញ្ចប់នៃអ៊ុយក្រែនទេតើយើងនឿយហត់ណាស់មែនទេតើនេះមានន័យថាយើងត្រៀមចុះចាញ់ហើយឬនៅនរណាដែលគិតដូច្នោះគឺច្រឡំធំហើយអតីតតារាកំ pl ែងคล้ายជាប្រធានាធិបតីដ៏មានឥទ្ធិពលរបស់អ៊ុយក្រែនលោក Zelensky លើកឡើងបន្ថែមទៀតថាហត្ថលេខារបស់ខ្ញុំនឹងត្រូវបានសញ្ញេនៅលើកិច្ចព្រមព្រៀងដ៏រឹងមាំមួយហើយទោះជាអ្វីដែលរាល់កិច្ចប្រជុំរាល់ការហៅទូរស័ព្ទរាល់ការសម្រេចចិត្តគឺពីឥឡូវនេះដើម្បីទទួលបានសន្តិភាពដ៏រឹងមាំសម្រាប់មនុស្សគ្រប់រូបមិនមែនសម្រាប់មួយថ្ងៃមួយសប្តាហ៍ឬ2ខែនោះទេប៉ុន្តែសន្តិភាពសម្រាប់រាប់ឆ្នាំដើមឆ្នាំ2026ស្លាប់នឹងរបួសជាច្រើនអ្នកក្នុងហេតុការណ៍ផ្ទុះកន្លែងជិះស្គីនៅស្វីសទីក្រុងហ្សឺណែវមនុស្សជាច្រើនអ្នកបានស្លាប់បាត់បង់ជីវិតនិងអ្នកផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះនៅកន្លែងជិះស្គីដ៏ប្រណិត Alpin ក្នុងទីក្រុង Grand Montana នៃប្រទេសស្វីសនេះបើតាមប៉ូលីសអះអាងនៅព្រឹកថ្ងៃប្រហ័សទី1ខែមករាឆ្នាំ2026លោក Gaetan Lathanអ្នកនាំពាក្យប៉ូលីសនៅតំបន់ Wallis Canton ភាគនិរតីនៃប្រទេសស្វីសបានប្រាប់ AFP ថាមានករណីផ្ទុះមានអ្នករបួសជាច្រើនអ្នកនិងអ្នកស្លាប់ជាច្រើនអ្នកការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល 1:30 នាទីព្រឹកនាថ្ងៃទី1ខែមករាឆ្នាំ2026រូបភាពប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីអគារមួយកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅខណៈក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងតែនៅក្បែរនោះ